វិញ្ញាសាត្រៀមប្រឡងបាក់ដប់ប្រវត្តិវិទ្យា1កដូចម្ដេចដែលហៅថាគុកឥតជញ្ជាំងខតើពួកប៉ុលពតបែងចែកសត្រូវរបស់អង្គការជាប៉ុន្មានអ្វីខ្លះ2តើមានអំពើអមនុស្សធម៌អ្វីខ្លះដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជាហើយតើចំណុចណាខ្លះដែលអាចបញ្ជាក់ថារបបនេះរំលោភធ្ងន់ធ្ងរលើវប្បធម៌ប្រពៃណីជាតិ3ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមចម្លើយកគុកឥតជញ្ជាំងមានន័យថាក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនពុំមានសិទ្ធិបញ្ចេញយោបល់សិទ្ធិបានហូបឆ្អែតឆ្ងាញ់សិទ្ធិដើរហើរសិទ្ធិឈប់សម្រាកពីការងារសិទ្ធិជួបជុំគ្រួសារសួរសុខទុក្ខបងប្អូននៅភូមិជាប់គ្នាឬមន្ទីរពេទ្យពលគឺគ្មានសិទ្ធិអ្វីទាំងអស់ខពួកប៉ុលពតបែងចែកសត្រូវរបស់អង្គការជាពីរគឺសត្រូវខាងក្នុងប្រជាជនថ្មីអ្នកធ្លាប់ធ្វើការរបបលន់នល់និងជនជាតិភាគតិចអ្នកស្រុកភ្នំចិនយួនចាមបញ្ញវន្តនិងជនក្បត់ផ្សេងសត្រូវខាងក្រៅថៃវៀតណាមអាមេរិកសូវៀតនិងសម្ព័ន្ធមិត្តប្រទេសទាំងនេះអំពើអមនុស្សធម៌ដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជាមានបង្ខំឲ្យធ្វើការជាទម្ងន់ច្រើនជាង12ម៉ោងក្នុងមួយថ្ងៃនិង7ថ្ងៃក្នុងមួយសប្តាហ៍ហូបមិនគ្រប់គ្រាន់គ្មានថ្នាំព្យាបាលបំបិទសិទ្ធិសេរីភាពក្នុងជីវភាពរស់នៅចាប់ដាក់គុកធ្វើទរណកម្មកាប់សម្លាប់ដោយគ្មានជំនុំជម្រះក្តីកំទេចវត្តអារាមនិងវប្បធម៌ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំងចំណុចដែលអាចបញ្ជាក់ថារបបនេះរំលោភធ្ងន់ធ្ងរលើវប្បធម៌ប្រពៃណីជាតិមានបំបត្តិវិស័យអប់រំលុបបំបាត់ចោលសាសនាកំទេចវត្តអារាមផ្សឹកលោកសង្ឃបំបត្តិប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ស្លៀកពាក់ខ្មៅគ្មានការយកចិត្តទុកដាក់លើកិត្តិយសភ័ណ្ឌជាតិ3បានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមព្រោះរបបនេះបានប្រកាន់យករបបនយោបាយផ្ដាច់ការខ្មៅងងឹតកម្ពុជាទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់មេដឹកនាំមានចរិតជាតិនិយមជ្រុលប្រឡាយពូជសាសន៍បង្ខំប្រជាជនឲ្យធ្វើការជាទម្ងន់បង្អត់អាហារបំបត្តិសិទ្ធិសេរីភាពគ្រប់បែបយ៉ាងបំបត្តិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំធ្វើទរណកម្មលើប្រជាជនបង្កើតសហគមន៍កម្រិតខ្ពស់ទូទាំងប្រទេសលុបបំបាត់កម្មសិទ្ធិឯកជនធ្វើវិសុទ្ធកម្មសម្រិតសម្រាំងជន់បដិវត្តនិងសម្លាប់អ្នកចេះដឹងជំនះប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានាលុបបំបាត់ទីផ្សារនិងរូបិយប័ណ្ណមនោគមវិជ្ជាជ្រុលនិយមបើសិនមកអ្នកនរគ្នាចង់ដឹងចម្លើយកាន់តែច្បាស់គឺអ្នកនរគ្នាអាចទិញសៀវភៅមួយក្បាលនឹងបានដោយសារតែនៅក្នុងសៀវភៅនឹងគឺមានចម្លើយលម្អិតយ៉ាងច្បាស់លាស់បណ្ណាគេបាក់ទូថតចម្លើយរបស់ពួកយើងគឺមានរៀបជាឈុតកម្រងវិទ្យាសាស្ត្រដើម្បីឲ្យបងប្អូនយកទៅត្រៀមមើលក្នុងការប្រឡងបាក់ដប់ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គមហើយពួកយើងក៏មានរៀបជាឈុតសម្រាប់សិស្សថ្នាក់ទី9និងសិស្សថ្នាក់ទី7ទី8ដូចគ្នាហើយបើសិនអ្នកនរគ្នាមានតម្រូវការទាក់ទងទៅនឹងសៀវភៅឬជាសម្ភារៈមួយចំនួនក្នុងការសិក្សាគឺអ្នកនរគ្នាអាចប្រទិញបាននៅទីតាំងបណ្ណាគេបាក់ទូថតចម្លងសាខាសៀមរាបដែលមានទីតាំងស្ថិតនៅតមុខជាមួយនឹងវិទ្យាល័យអង្គរឬក៏អ្នកនរគ្នាអាចឆាតចូលនៅក្នុង Facebook Page ពួកយើងក៏បានដូចគ្នាផងដែរ